ជំរាបសួរអ្នកទាំងគ្នាឃើញថាស្ថានភាពនៅព្រំដែនកម្ពុជាថៃនឹងគឺកាន់តែក្តៅឡើងហើយក្នុងថ្ងៃនេះថៃគឺចាប់ផ្ដើមប្រើយន្តហោះចម្បាំង F-16 ដែលទិញពីសហរដ្ឋអាមេរិកមកវាយប្រហារលើមូលដ្ឋានយោធាកម្ពុជាហើយគឺនៅតំបន់ស្រអែមខេត្តព្រះវិហារប្រទេសថៃនៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារមូលដ្ឋានយោធានិងទីតាំងកាំភ្លើងធំរបស់កម្ពុជានេះបើយោងទៅតាមកាសែត Khawsot ដែលដកស្រង់សម្ដីពីកងទ័ពជើងគោកថៃលោកវិនថៃសូរវីអ្នកនាំពាក្យកងទ័ពជើងគោកថៃបានបញ្ជាក់ថាប្រទេសថៃបានចាប់ផ្ដើមប្រើយន្តហោះចម្បាំង F-16 នៅម៉ោង 7:10 នាទីព្រឹកនៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះដើម្បីវាយប្រហារមូលដ្ឋានអាវុធរបស់កម្ពុជានៅក្នុងតំបន់អានសេះខេត្តព្រះវិហារនិងតំបន់ក្បែរប្រាសាទព្រះវិហារផងដែរក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាមានយន្តហោះចម្បាំងប៉ុន្មានគ្រឿងដែលចូលលុកលុយដែនអាកាសកម្ពុជានោះទេលោកវិនថៃនិយាយទៀតថាការវាយប្រហារតាមអាកាសនេះគឺជាការឆ្លើយតបទៅនឹងកម្ពុជាដែលបានបាញ់ប្រហារមកលើកងទ័ពថៃមុននេះគឺជាការអះអាងដែលត្រូវបានច្រានចោលយ៉ាងដាច់អហង្ការពីភាគីកម្ពុជាក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាថៃបានបើកការបាញ់ប្រហារមុនមកលើតំបន់អានសេះនៅម៉ោង 5:04 នាទីព្រឹកនៅថ្ងៃទី8ខែធ្នូឆ្នាំ2025និងបន្តបាញ់ផ្លោងចូលទៅក្នុងតំបន់ប្រាសាទតាមាន់ប្រើរថក្រោះបាញ់ផ្លោងចូលទៅក្នុងប្រាសាទព្រះវិហារចំការជែកនិងតំបន់5មករាក៏ប៉ុន្តែកម្ពុជាគឺមិនបានបាញ់តបទៅវិញនោះទេក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ផងដែរថាថៃបានបើកការវាយប្រហារដោយយន្តហោះ F-16 នៅតំបន់ស្រអែមខេត្តព្រះវិហារដែលបណ្ដាលឲ្យមានមនុស្ស3នាក់បានរងរបួសភ្លាមៗនោះផងដែរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងជាប្រធានអាស៊ាននៅព្រឹកថ្ងៃទី8ធ្នូនេះលោកបានចេញសារសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងថៃនិងកម្ពុជានៅតាមបណ្ដោយព្រំដែនលោកអាន់វ៉ាបានជំរុញឲ្យថៃនិងកម្ពុជាបញ្ឈប់ការប្រយុទ្ធគ្នាការពារជនស៊ីវិលនិងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិនិងស្មារតីអ្នកជិតខាងអាស៊ានហើយម៉ាឡេស៊ីបដិញ្ញាចូលរួមសម្របសម្រួលភាពស្ងប់ស្ងាត់និងទប់ស្កាត់ការកើតឡើងសង្គ្រាមឡើងវិញក្នុងសាររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ឬរងរបួសផងដែរការប្រយុទ្ធគ្នាឡើងវិញនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដែលបានធ្វើឡើងដោយប្រុងប្រយ័ត្នក្នុងការធ្វើឲ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថាប្រទេសថៃនិងកម្ពុជាគឺជាដៃគូជិតស្និទ្ធរបស់ប្រទេសម៉ាឡេស៊ីនិងក៏ជាសមាជិកសំខាន់របស់អាស៊ានម៉ាឡេស៊ីជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមារក្សាបណ្ដាញទំនាក់ទំនងបើកចំហនិងប្រើប្រាស់យន្តការដែលមានស្រាប់ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្ដារភាពស្ងប់ស្ងាត់និងជៀសវាងការកើតឧបទ្ទវហេតុបន្ថែមទៀតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថាតំបន់អាស៊ានមិនអាចមានលទ្ធភាពមើលឃើញចំនួនយូរអង្វែងធ្លាក់ចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នានោះទេអាទិភាពបន្ទាន់គឺការបញ្ឈប់ការប្រយុទ្ធគ្នាការពារជនស៊ីវិលនិងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិនិងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែកគួររំលឹកផងដែរថាការប្រយុទ្ធគ្នាកាលពីខែកក្កដាឆ្នាំ2025កន្លងទៅប្រទេសថៃបានប្រើយន្តហោះចម្បាំង F-16 របស់ខ្លួនដែលទិញពីសហរដ្ឋអាមេរិកនិងយន្តហោះ Gripen ដែលទិញពីស៊ុយអែតប្រើមកទម្លាក់គ្រាប់បែកបំផ្លាញទីតាំងជាច្រើនកន្លែងនៅកម្ពុជានិងបានបាញ់ផ្សែងពុលមកលើភូមិស៊ីវិលកម្ពុជាដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពនិងបរិស្ថានរហូតមកដល់សប្តាហ៍នេះបើយោងតាមការវាយតម្លៃរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលនៅកម្ពុជាបាទអរគុណអ្នកនរគ្នាព័ត៌មានថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមជួយ like comment និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ